បានបូជាផ្កាម្លិះដល់ព្រះសម្មាសម្ពុទ្ធសេនាបតីចាត់ចែងដើម្បីថ្វាយចង្ហាន់ព្រះអង្គអត់ឲ្យអ្នកណាយកចង្ហាន់ទៅថ្វាយទេបណ្ឌិតមានក្មេងស្រីម្នាក់ណាដាក់បាយខាងក្រោមភេជ្ជៈឲ្យយកផ្កាម្លិះមកដោតចិត្តពីលើកាន់ចូលទៅគេអត់ដឹងថាមានចង្ហាន់នៅពីក្រោមឃើញតែផ្កាអញ្ចឹងទៅឲ្យចូលទៅព្រះអង្គទទួលទៅព្រះអង្គសោយចង្ហាន់ហ្នឹងហើយផ្កាម្លិះហ្នឹងក៏មានផលមានអានិសង្សពេលអស់ជីវិតទៅកាន់ទេវលោកតាំងពីក្នុងជាតិហ្នឹងសេនាបតីស្ដីដណ្ដឹងយកមកធ្វើកូនប្រសាគាត់ថាក្មេងស្រីហ្នឹងឆ្លាតគាត់មិនត្រឹមតែមិនអន់ចិត្តទេគាត់សប្បាយចិត្តយកមកធ្វើកូនប្រសាហើយស្លាប់ទៅទេវលោកមានផ្កាម្លិះរុះនៅទេវលោកជាយត់មកកើតជាបរិយាជីតាប្របាទបសេនតិទៀតហើយបានសម្រេចសោតាបត្តផលតាំងពីបច្ចុប្បន្ន7ឆ្នាំហើយក្រោយមកនេះមានរឿងប្អូនប្រុស2នាក់ជាយត់មកសមណៈទេវបុត្រគុណចាក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សបៈហ្នឹងលោកបួស2អង្គហ្នឹងតែមានសទ្ធាមានសិលមានបញ្ញាស្មើគ្នាប៉ុន្តែមួយអង្គនោះលើសសារានិយធម៌របស់លោកនេះចូលចិត្តធ្វើទានហើយលោកបបួលមួយអង្គទៀតណាលោកអត់ចូលចិត្តទេលោកថាបួសហើយទៅរវល់អីនឹងឲ្យទាននោះលោកមានសទ្ធាមានសិលមានបញ្ញាប៉ុន្តែលោកអត់យកបតីទុកដាក់នឹងឲ្យទានទេមួយអង្គទៀតលោកជួយណែនាំចឹងទៅក៏ដូចថាអត់យល់គ្នាអញ្ចឹងក៏ទៅតាមអធិស្ឋ័យអង្គដែលធ្វើទាននៅតែប្រព្រឹត្តសារានិយធម៌អញ្ចឹងដល់ទៅពេលអស់ជីវិតទៅកាន់ទេវលោកអង្គដែលធ្វើទានហ្នឹងគ្រួបសង្កត់អង្គដែលអត់បានធ្វើទានហ្នឹងដោយធัว5ប្រការហ្នឹងបានព្រះអង្គសម្ដែងអង្គុត្តរនិកាយបញ្ចកនិបាតក្នុងបៃដកលេខ44មើលក្នុងសុមនៈវគ្គសុមនៈសូត្រចឹងចាប់ដើមយើងមើលខាងមេតិកាទៅដាក់សុមនៈវគ្គទៅបៃដកលេខ44ហ្នឹងហើយគឺអង្គដែលបានធ្វើទានហ្នឹងទៅជាទេវបុត្រគ្រួបសង្កត់អង្គដែលអត់ទានហ្នឹងដោយអាយុវណ្ណៈសុខៈយសនិងអធិបតីហ្នឹងហើយដោយធัว5ប្រការហ្នឹងហើយដល់ជាយុទ្ធពីទេវលោកមកកើតជាមនុស្សអង្គដែលធ្វើទានហ្នឹងលោកកើតក្រោមស្វេតឆ័ត្រទេបានដីថាជាបរិយាបុត្ររបស់ព្រះអគ្គមហេសីមួយអង្គទៀតកើតនៅក្នុងផ្ទៃនៃស្ត្រីដែលបំរើព្រះអគ្គមហេសីជាស្រីស្នំនឹងឯងចឹងហើយបំរើព្រះអគ្គមហេសីហ្នឹងហែហោមបរិវារព្រះអគ្គមហេសីហ្នឹងហើយក៏ប្រសូតបុត្រជាមួយនឹងប្របាទបសេនតិកោសលនឹងឯងចឹងមួយបុត្រក្រោមស្វេតឆ័ត្រមួយក្រៅស្វេតឆ័ត្រក្រោមស្វេតឆ័ត្រហ្នឹងអាចគ្រប់គ្រងសោយរាជបានណាអានឹងអានិសង្សនៃទានណាទៀតសូម្បីតែចូលកាន់ប្រភ្នោះបួសជាបព្វជិតអានិសង្សនៃទាននៅតែឲ្យដូចគ្នាក្នុងសុមនៈវគ្គសុមនៈសូត្រហ្នឹងព្រះពុទ្ធអង្គទ្រង់បានទទួលពាក្យរបស់ព្រះនាងសុមនៈហ្នឹងពីក្មេងណាដែលទៅប្រសូតមកហ្នឹងជាព្រះរាជកុមារទាំង2អង្គហ្នឹងបានឃើញព្រះរាជកុមារទាំង2ហ្នឹងផ្ទុំចិត្តគ្នាហើយបានចរចាគ្នានិយាយគ្នានាងសុមនៈរាជកុមារីស្ដាប់ឮដឹងគឺថាព្រះរាជបុត្រទាំង2នេះគឺជាសមណៈទេវបុត្រជាយុទ្ធមកកើតហើយអត់ហ៊ានក្រាបទូលប្របីតាទៀតក្រែកលោកប្របីតាមង្គលភ្ញាក់ផ្អើលអីចាត់ការមិនសមគួរអីចឹងទៅរៀបចំទៅកលព្រះរាមាប្រភេទបានព្រះពុទ្ធអង្គសម្ដែងប្រវត្តិរបស់ព្រះរាជកុមារទាំងពីរហ្នឹងហើយបានពនាងសុមនៈរាជកុមារីថាអស្ចារ្យណាស់ព្រះអង្គអស្ចារ្យណាស់ទាន
បុគ្គលគួរឲ្យបន់បុគ្គលគួរធ្វើបានព្រះពុទ្ធអង្គទ្រង់ទទួលទៀតអង្គទទួលពាក្យហ្នឹងទៀតបៃដកលេខ44ណាមើលត្រង់សុមនៈវៈហ្នឹងព្រះអង្គត្រាស់ថាអេវមេតាំងសុមនេអេវមេតាំងសុមនេអលង្ហេសុមនេទានានិទាតំអលង្បញ្ញានិកាតំព្រះអង្គត្រាស់ថាដូច្នោះហើយមនាលនាងសុមនេណាដូច្នោះឯងណាអេវមេតាំងហ្នឹងណាសុមនេហ្នឹងព្រះអង្គទ្រង់ត្រាស់ហៅមនាលនាងសុមនេហ្នឹងមនាលនាងសុមនេទៀមទាំងឡាយគួរឲ្យណាអលង្ប្រែតែគួរអលង្ហេណាហ្នឹងឯងអលួសអំហ្នឹងទៀតអលង្ហេទៀននានិទាតងទៀមទាំងឡាយអលង្គួរទាតងហ្នឹងឲ្យទៀននានិទាតងណាហើយអលង្មួយទៀតគួរទៀតបញ្ញានិកាតងបុណ្យទាំងឡាយគួរធ្វើនឹងពុទ្ធដីកាចឹងបានពុទ្ធបរិស័ទយើងក៏បីបានជ្រាបពីរឿងក្នុងការធ្វើទានហ្នឹងកុំខាត់ទានអ្នកដទៃហ្នឹងហើយមួយវាជាការអខានបុណ្យរបស់ទេយៈទេយិកាអត់បានធ្វើទានអត់បានបុណ្យទី2បាត់បង់លៀបសក្ការៈរបស់បដិគិហកៈអាហ្នឹងឯងទោសនៃការដែលហាមឃាត់អ្នកដទៃហ្នឹងឯងប៉ុន្តែបើយើងដូចថាមានចិត្តល្អជួយណែនាំដូចថាធ្វើឲ្យសម្រេចចិត្តថាកុំឲ្យស្ដាយក្រោយហ្នឹងឯងកុំឲ្យស្ដាយក្រោយអាហ្នឹងគឺល្អទោះជាធ្វើទៅរហូតដល់ទៅត្រូវបាត់បង់ជីវិតអីក៏ដោយអាហ្នឹងគឺថាជាទឹកចិត្តរបស់អ្នកធ្វើកុំឲ្យមានការស្ដាយក្រោយដូចជាមច្ឆរិយសិទ្ធិអីគាត់ជាសិទ្ធិកំណាញ់ហ្នឹងដោយសារគាត់បានចាត់ចែងឲ្យភរិយាឲ្យទានទៅថ្វាយព្រះបច្ចេកពុទ្ធទៅគាត់ឃើញសិតតែបណៃតភោជនគាត់ស្ដាយចំពោះទានហ្នឹងដល់អញ្ចឹងទៅវាជាប់ឧបនិស្ស័យស្ដាយហ្នឹងទៅជាកំណាញ់កើតទៅជាសិទ្ធិមែនផលរបស់ទានហ្នឹងប៉ុន្តែវាជាប់ឧបនិស្ស័យស្ដាយហ្នឹងអត់តន់លះបានទៅជាសិទ្ធិកំណាញ់ទៅហ្នឹងហើយមានប្រវត្តិរឿងរ៉ាវក្នុងតណ្ហាវៈសិទ្ធិកំណាញ់ហ្នឹងអបតកៈសិទ្ធិហ្នឹងហើយអាហ្នឹងយើងត្រូវយល់ដឹងដែលយើងត្រូវធ្វើបណ្ណាហើយសម្រាប់រស់ដើម្បីយើងរក្សាសិលដើម្បីយើងធ្វើកិច្ចការងារសិក្សារៀនសូត្រថែរក្សាពុទ្ធសាសនាអានឹងយើងលៃលោកតាមនឹងទៅប៉ុន្តែបើអ្នកដទៃដែលត្រូវការបំពេញត្រូវធ្វើអីយ៉ាងណាតាមទឹកចិត្តបរិច្ចាគឲ្យមានបារមីឧបបារមីបរមត្តបារមីវាមានចិត្តចង់បំពេញសំបីតែជីវិតក៏លះបង់ហ្នឹងហើយព្រះអង្គអត់ខត់ទេណាព្រះអង្គទទួលទៀតទោះជាទេយវត្ថុអំពីអ្នកក្រយ៉ាងម៉េចក៏ដោយចាសុខចិត្តដាច់ពីមាត់ពីកក៏ព្រះអង្គទ្រង់ទទួលដែរព្រោះព្រះអង្គទ្រង់ជ្រាបបុណ្យកុសលនឹងឯងដែលមានឧបការៈគុណដល់អ្នកកំសត់ទូរគតទុក្កតបរោះនឹងព្រះអង្គអត់ខត់ទេព្រោះបុណ្យកុសលជាទីពឹងរបស់ម្ចាស់ទេពនឹងដោយប្រវត្តិរឿងរបស់ព្រះបាទឧជុមន្តលៈថេរៈអញ្ចឹងពេលដែលច្បាំងសង្គ្រាមជាមួយនឹងធ្វើសង្គ្រាមជាមួយពួកខ្លាតមិលនៅសេរីលង្កាពេលមួយព្រះអង្គចាញ់រត់ចូលព្រៃជាមួយនឹងមហាថ្លឹកហ្នឹងសល់តែកាយាមួយដុំហ្នឹងហើយជីវិតវាមាន3ព្រះរាជាមហាថ្លឹកហើយនឹងជីវិតសេះប៉ុន្តែព្រះរាជាប្របាទទុដ្ឋគមនីអភ័យតទៅមុខបានជាព្រះអគ្គសាវកស្ដាំនៃព្រះអរិយមេត្រីទីក្នុងគម្ពីរមហាវង្សហើយប្អូនប្របាទសទ្ធាទេសៈ
បានជាអគ្គសាវកឆ្វេងនៃព្រះអរិយមេត្រីហ្នឹងក្នុងអត្តកថាអង្គត្រនិកាយតិកនិបាតលក្ខណៈបុគ្គលមានសទ្ធា3យ៉ាងហើយបាទទុដ្ឋគមនីអភ័យហ្នឹងចៅប្របាទទេវានំបយៈទេសៈដល់ទៅពេលព្រះអង្គធ្លាប់តែថាឲ្យទានហើយបានសោយព្រះអង្គយល់ជ្រួតជ្រាបអានិសង្ឃនៃការឲ្យទានបើថាមិនបានឲ្យទានព្រះអង្គសោយអត់បានណាឲ្យទានជាមុនណាដល់ទៅពេលហ្នឹងព្រះអង្គក៏ឲ្យកាត់នៅកាយាមួយដុំហ្នឹងជា4ចំណែកអធិដ្ឋានរូបដិគិអកៈព្រះពោធិមន្តលៈថេរៈព្រះអរហន្តមុនមកទៀតបានថ្វាយទានទៅឃើញមួយចំណែកហ្នឹងតិចពេកក៏យកចំណែកព្រះអង្គដាក់ទៅទៀតទៅពងនៅឃ្លានហើយហ្នឹងសុខចិត្តអត់ណាអញ្ចឹងមហាថ្លឹកក៏ដាក់បាតព្រះថេរៈទៀតសេះហ្នឹងចេះធ្វើសញ្ញាទៀតចេះធ្វើសញ្ញាទៅឲ្យដាក់បាតហ្នឹងហើយឃើញព្រះរាជាដាក់បាតអស់ឃើញមហាថ្លឹកដាក់អស់ខ្លួនឯងអត់បរិភោគនឹងសេះព្រះរាជាឲ្យដាក់បាតព្រះថេរៈទទួលយកទាំងអស់ហ្នឹងហើយហើយជាព្រះអរហន្តណាមិនមែនលោកលោភលន់អីណាតែលោកជ្រាបបុណ្យរបស់ព្រះរាជាបុណ្យមហាថ្លឹកបុណ្យសេះនោះក្រៃលែងព្រះអង្គអនុគ្រោះទៅក្នុងលោកខាងមុខទៅទៀតហើយបច្ចុប្បន្នហ្នឹងក៏បានសោយដែរព្រោះដល់ពេលលោកមុនទៅព្រះរាជាឃ្លានហើយតថេរៈលោកជ្រាបលោកអធិដ្ឋានជាព្រះអរហន្តនេះមានឫទ្ធិទៀតអធិដ្ឋានឲ្យបាតហ្នឹងអណ្ដែតមកនៅសល់ចង្ហាន់ក្នុងបាតហ្នឹងណាព្រះរាជាសោយទៅចែកឲ្យមហាថ្លឹកសល់ឲ្យសេះទៀតរួចទៅលាងបាតទៅបានសម្ពុតមួយដែលជាប់នឹងប្រកាយហ្នឹងដាក់បូជាក្នុងបាតហ្នឹងដាក់លើប្រហោះហ្នឹងបាតអណ្ដែតមកដល់ព្រះថេរៈនឹងសម័យកាលពុទ្ធសករាជជាង300ណាសម័យកាលហ្នឹងបើយើងគិតមើលប្របាទទេវានំបយៈទេសៈព្រះអង្គទទួលព្រះមហិន្ទថេរៈហ្នឹងក្នុងពុទ្ធសករាជ236សវណ្ណភូមិយើង235ទេទទួលពុទ្ធសាសនាទៅតាមពាក់បណ្ឌទ្វីបហ្នឹងក្រោយយើងវាឆ្លងឆ្នាំប្រហែលខែហ្នឹងដោយសារមុតដាក់ដែលជាបិតាបាទទេវានំយៈទេសៈហ្នឹងកំពុងអាពាតដល់អញ្ចឹងទៅព្រះថេរៈមិនទាន់បាននាំគណៈធម្មទូតទៅផ្សព្វផ្សាយពុទ្ធសាសនាអញ្ចឹងបានទៅក្រោយសវណ្ណភូមិចឹងទៅប្របាទទេវានំយៈទេសៈហ្នឹងបានជ្រះថ្លាទំនុកបំរុងពុទ្ធសាសនា40ឆ្នាំបានសោយបទីបង្គត់ទៅកើតនៅឋានតាវតិនតែ96ឆ្នាំមនុស្សឯងអត់បានមួយថ្ងៃឋានតាវតិននឹករលឹកអនុរាធិបរិយអធិដ្ឋានជាយុទ្ធណាជាយុទ្ធពីទេវបុត្រមកកើតនៅអនុរាធិបរិយបួសតាំងពីបច្ចុប្បន្ន7ឆ្នាំបានឧបសម្បទាទៅជាព្រះមហាភយភថេរៈសម្រាប់ព្រះអរហន្តហើយយើងបូកនៅក្នុងសម័យកាលហ្នឹងប្របាទទុដ្ឋគមនីអភ័យហើយនឹងប្របាទសទ្ធាទេសៈសោយរាជហ្នឹងឯងបាទទុដ្ឋគមនីអភ័យហ្នឹងជាចៅបាទទេវនំយៈទេសៈណាអញ្ចឹងពុទ្ធសករាជ236បូកនឹង40បូកនឹង96ហ្នឹងឯងហ្នឹងសម័យកាលហ្នឹងមានព្រះអរហន្តណានៅតាមពាក់បណ្ឌទ្វីបហ្នឹងហ្នឹងហើយខ្ញុំណាគ្រាន់តែនឹករលឹកពីរឿងដែលថាការដែលព្រមសំបីតែលះបង់ជីវិតហ្នឹងឯងបើចិត្តជាកុសលប្រព្រឹត្តទៅអាហ្នឹងគឺនៅតែល្អអញ្ចឹងសំបីតែត្រូវលះបង់ជីវិតក៏ដោយដោយព្រះបរមពុរិស័ទអីព្រះអង្គបំពេញរហូតដល់ទៅទានបរមត្តបារមីហ្នឹងហើយដោយភិក្ខុ7អង្គក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សបៈដល់ពេលព្រះអង្គបរិនិព្វានទៅពុទ្ធសាសនារាវរយទៅ7អង្គហ្នឹងលោកដាក់បង្អោងឡើងលើភ្នំ
បើមិនបានសម្រេចធัวទេលោកអត់ឆាន់ទេសម្រេចធัวហើយសម្រេចរិទ្ធទៀតណាមួយអង្គសម្រេចជាព្រះអរហន្តមួយអង្គជាព្រះអនាគាមីបានសម្រេចរិទ្ធមុនបិណ្ឌបាតយកមកឲ្យឆាន់លោកក៏អត់ឆាន់ដែរហើយក៏សគត់ដោយសារអត់ចង្ហាន់នឹងឯងហើយអ្នកខ្លះដូចចិត្តតែមើលសភាពខាងក្រៅទៅថាលោកប្រព្រឹត្តខុសធ្វើអត្តឃាតហ្នឹងហើយអាហ្នឹងឯងយើងមើលសភាពខាងក្រៅទៅវាអត់ត្រូវអញ្ចឹងលោកមានមហាកុសលអធិដ្ឋានសំបីតែជីវិតក៏លះបង់ដើម្បីបូជាដល់ព្រះពុទ្ធព្រះធម៌ព្រះសង្ឃមហាកុសលកើតឡើងណាទៀតយើងមើលខាងក្រៅមិនយល់បើប្រហាប់ប្រតិរបស់លោកបូជាជីវិតអស់ជីវិតទៅណោះទៅទេវលោកហើយជាយត់មកបានជាព្រះឧទាព្រះ5អង្គណាហ្នឹងហើយព្រះពេហយៈមួយអង្គហ្នឹងហើយពេហយៈទេរុចរិយៈស្លៀកពុតសម្បកឈើបិទបាំងរូបកាយហ្នឹងណាហ្នឹងមួយអង្គហ្នឹងហើយព្រះកុមារកស្សបៈហ្នឹងមួយអង្គព្រះទិព្វមលបុត្រហ្នឹងមួយអង្គព្រះសភិយៈហ្នឹងមួយអង្គហើយនឹងប្របាទបុព្វសាតិហ្នឹងព្រះអង្គបានស្ដាប់ធាតុវិភង្គសោតសម្រាប់អនាគាមិផលហើយក៏រួចៃវរប៊ូសអត់តន់ត្រូវមេកោជលសោយបទីវង្គត់ទៅសទ្ធាវះព្រំសម្រាប់ព្រះអរហន្តហើយនឹងនៅគង់បច្ចុប្បន្ននៅទេតែ4អង្គទៀតព្រះពេយៈព្រះកុមារកស្សបៈព្រះទិព្វមលបុត្រព្រះសភិយៈបរិនិព្វានអស់ហើយអានឹង5អង្គហ្នឹងហ្នឹងហើយមួយអង្គទៀតដែលបានសម្រេចព្រះអនាគាមីហ្នឹងក៏នៅសទ្ធាវះព្រំក្នុងសាសនាព្រះសម្មាសម្ពុទ្ធកស្សបៈហ្នឹងហ្នឹងហើយហ្នឹងខ្ញុំណាគ្រាន់តែលើកពីរឿងនេះថាយើងឃើញការលះបង់ជីវិតរបស់អ្នករតីហ្នឹងយើងមិនអាចវិនិច្ឆ័យពីការលះបង់ជីវិតហ្នឹងដោយសភាពនៃចិត្តយ៉ាងម៉េចហ្នឹងហើយវាមានសភាពល្អិតល្អន់ជ្រៅទៅដែលយើងមិនអាចដឹងបានអញ្ចឹងដូចជានៅក្នុងរឿងធ្វើទានអញ្ចឹងហ្នឹងហើយវានៅលើចិត្តអ្នកដែលបានធ្វើទានហ្នឹងមានការលះបង់យ៉ាងណាអាហ្នឹងយើងគ្រាន់តែណែនាំកុំឲ្យមានមង្គលភ្ញាក់ផ្អើលដោយប្រការផ្សេងកុំឲ្យមានសេចក្តីក្តៅក្រហាយស្ដាយក្រោយហ្នឹងឯងយើងអត់ខាត់ទេព្រោះទឹកចិត្តប្រព្រឹត្តទៅនៅក្នុងការលះបង់ហ្នឹងសំបីតែជីវិតក៏ហ៊ានលះបង់ហ្នឹងឯងការបំពេញអភិនិហាបារមីដោយបរមត្តបារមីមកអធិស្ស្រ័យឧបនិស្ស័យនៃបុគ្គលមួយអង្គម្នាក់ហ្នឹងគឺថាការសន្សំមកមានជំរឿហ្នឹងឯងយើងប្រយ័ត្នប្រយែងក្នុងការដែលយើងប្រព្រឹត្តទៅដើម្បីហាមឃាត់បុណ្យកុសលរបស់អ្នកដទៃដោយប្រការផ្សេងហ្នឹងហ្នឹងឯងរឿងបុណ្យកុសលមានតែជួយជំរុញព្រោះម្នាក់លិខិតជីវិតឲ្យខ្លួនឯងដោយអំណាចបុណ្យកុសលនឹងឯងចឹងដែលពុទ្ធបរិស័ទយើងប្រឹងប្រែងអប់រំចិត្តដើម្បីទទួលការពិតក្នុងជីវិតគ្រប់បែបគ្រប់យ៉ាងឲ្យដឹងថាអ្វីដែលចូលមកដល់ជីវិតរបស់យើងនឹងឯងសុទ្ធតែជាហេតុផលបរមត្តអត់មានអ្វីដែលសម្រាប់ឲ្យយើងបន្ទុះតោះទេអ្វីគឺមានសច្ចៈរស់ហ្នឹងឯងត្រឹមត្រូវនៅក្នុងការពិតហ្នឹងហើយជារបស់មិនទៀងជាទុកមិនមែនជាអត្តាដែលមិនគួរដើម្បីកម្មយកដោយអភិជាអាហ្នឹងឯងការដែលយើងថែរក្សាចិត្តអប់រំដោយចិត្តស្ងប់រងាប់ដោយការចម្រើនបញ្ញាអប់រំរឿយទៅយើងឃើញព្រឹត្តិការណ៍នៃជីវិតអ្វីសុទ្ធតែជាការពិតសម្រាប់ជីវិតនឹងឯងអត់មានអ្វីដែលមិនមែនជាការពិតទេចឹងទៅបញ្ញានឹងមិនតោមនោះមិនបន្ទុះតោះវាអត់មានរឿងអីអាក្រក់សម្រាប់យើងទេដែលយើងគិតថារឿងអ្វីហ្នឹងវាអាក្រក់ហ្នឹងវាមិនល្អហ្នឹងមកពីតោសៈក្នុងជីវ័ននៃចិត្តកើតឡើងតើហ្នឹងហើយបានទទួលរឿងហ្នឹងទៅយើងគិតថាវាមិនល្អនាំឲ្យយើងអាឡ័យ
tây tạ nằm ở dương còn voa là na cuột chẳng tới nằm ở dương phi khai tới nằm ở dương khăn sọp tới mau bị tô xạ chỉ quan cao tê hay dương ắt che đo sài bộ phục mu là hết dương tập đo sài từ rướng đo tới chuột và cây to tên cái này là ngày đo tới ắt trời cái này dương chọn che cái chọn cho là ngày mình men ham ca này nom ọp rung tu miền thế còn té sầm khănคือdương ọp rung tu miền chất dân tới rương ấy có là o mà ruột chỉ vật dương nàyចូលមកដល់ទៅជាទានទៅជាសិលទៅជាសមថវិបស្សនាអត់មានរឿងអ្វីអាក្រក់សម្រាប់យើងមួយថ្ងៃតែល្អប៉ុណ្ណាទៅហ្នឹងឲ្យពុទ្ធបរិស័ទយើងជ្រាបអំពីឱសថនៃព្រះធម៌ដែលព្យាបាលចិត្តរបស់យើងឲ្យមានសេចក្តីសុខបានចម្រើនក្នុងការដែលយើងលិខិតចាត់ចែងរៀបចំដំណើរជីវិតរបស់យើងដោយអំណាចនៃបុណ្យកុសលគ្រប់បែបគ្រប់ប្រការទានសិលសមថវិបស្សនាទាំងសូមអនុមោទនាចឹងហើយសាធុបានបងនិតមកជួយអានប្រាក់ចូលរួមក្នុងបុណ្យដែលពុទ្ធបរិស័ទបានបូជាពធចឹងដោយក្តីជ្រះថ្លាទុក្ខបត្តាចនិនទុក្ខាពយាមបត្តាចនិនភយាសោកបត្តាចនិសោកាអន្តសម្ពេបាណេណោសាធុទាំងសូមអនុមោទនាអង្គទ្រង់ប្រកាសសម្ដែងនៅក្នុងមហាបរិនិព្វានសូត្រណាដែលគ្រូជាម្ចាស់ប្រកាសមកក៏រតនាបល័យតិចទេដើម្បីញាតិញោមបានឱកាសយើងសិក្សាធម៌យល់ដឹងពីធម៌ទៅណាយោបណៈតៃសុសរណេសុបញ្ចសុសីលេសុណាទេសសុសីលេសុបរិបរការីហោតេមេសសៈអដ្ឋអបោសថេសុហើយបណ្ដឹងឲ្យអស់ហើយបានចូលដល់ណាទៀននាងតេតេគន្ធៈពោជាងមេលាពោជាងណាក្រៅតេទៅហើយបានមេត្តាតរាំងបេមេត្តារាំងបេតារាំងឧបថាតេហើយធម្មិកេសវណៈព្រាមណេឧបថាតេហើយបានអាយ៉ាងធម្មេធម្មបដិបណ្ណោនាមៈដែលឈ្មោះថាធម្មេធម្មបដិបណ្ណោហ្នឹងប្រព្រឹត្តធម៌សំគួរដល់ធម៌ហ្នឹងគឺសម្រាប់ឧបាសកសម្រាប់ឧបាសិកាទី1គឺណាតៃសុសរណេសុដល់នៅបរតនត្រ័យជាទីពឹងពុទ្ធាំងសរណង្កច្ឆាមិធម្មំសរណង្កច្ឆាមិសង្ឃាំងសរណង្កច្ឆាមិណាជាដើមពុទ្ធយាមបៈតតិយាមបៈហ្នឹងទៅសរណកិមនាងនិតិតាំងណាហើយទី2ហ្នឹងគឺរសាសិល5ញាតិញោមមានសិល5ទៅបញ្ចសុសីលេសុណាបរិការីណាបរការីហោតិណាហើយញាតិញោមខ្លះក៏សមាទានសិល10ទៅតែស័កសុហ្នឹងហើយខ្លះក៏ថែមឧបោសថសិលក្នុងមួយខែ8ដងទៀតទៅមេសសៈអដ្ឋឧបោសថេសុអាហ្នឹងក៏ឈ្មោះថាធម្មេធម្មបរិបណ្ណោហើយរួចពីហ្នឹងក៏ធ្វើទាននាងតេតេអាលៀងហេសុមនេអាលៀងហេសុមនេត្រឹមត្រូវហើយនាងសុមនេត្រឹមត្រូវហើយទានានេះទាតង់ណាបញ្ញានិកាតង់ទានគួរឲ្យបនទាំងឡាយគួរធ្វើព្រោះអ្នកធ្វើទានហ្នឹងគឺថាក្នុងនេះខ្ញុំសូមបើកវងកញ្ចក់តិចមិនមែនសមណៈហ្នឹងលោកបដិសេធទានទេដែលមួយអង្គដែលមកធ្វើទានលោកមិនបដិសេធទេណាលោកមិនថាធ្វើទានមិនផលលោកមិនបដិសេធទេប៉ុន្តែលោកអធិស្ស្រ័យលោកមិនធ្វើទានលោកអធិស្ស្រ័យលោកសាសិលទៅបើមានអីសេះសល់ឯងលោកដាក់ចោលទៅណាយកទៅលោកមិនខ្វល់មិនអីទេមិនបានអីវាធ្ងន់នៅក្នុងធ្វើទានប៉ុន្តែលោកធ្វើទានលោកមិនមែនបដិសេធបដិសេធនរកចឹងបដិសេធណាទាននានេះអករោនតោហ្នឹងគឺថានិរយេឧបច្ចតិហ្នឹងមកនឹងអត់បដិសេធប៉ុន្តែលោកមិនធ្ងន់ក្នុងធ្វើទានលោកមួយអង្គទេលោកធ្ងន់ក្នុងធ្វើទានណារោលោកបានប៉ោមមួយលោកពុះជា2លោកប្រកេនអង្គមកចាហៀងទៅលោកឆានចាហៀងទៅអង្គគឺអត់ទេលោកថាបានអីឆានហ្នឹងទៅលោកឲ្យបានអីឆាអាត្មាឆានដល់ល្ងសន្តោសដែរទៅដល់ទៅពេលទៅទេវតាមកគ្រប់សង្កត់អាយុវណ្ណៈសុខៈពលៈ
អធិបតីវាគ្រប់សង្កត់លើបុគ្គលដែលអត់ធ្វើទានតែជាទេវតាមកជាមនុស្សសូម្បីចូលកានភ្នោះបបតិតសៈណាឧបការនិបញ្ញានេះនឹងឧបត្ថម្ភដល់ដែលបួសនឹងមានសម្បត្តិមានអីច្រើនជាងបុគ្គលដែលមិនធ្វើទាននេះជាអានិសង្សនៃទានទាននាងតេតិគន្ធៈពោជាងមេលាពោជាងពោជាគ្រឿងកោពោជាផ្កាឈ្មោះថាបូជាដោយបដិបត្តិបូជាដែរហើយនឹងបំរើមេដាបិតាឧបត្ថម្ភទំនុំបរងសមណៈព្រាហ្មណ៍ដែលទ្រង់នៅក្នុងធัวធម្មិកេហេនឹងឯងអញ្ចឹងបាននៅក្នុងដំណើរលោកគ្រូជាម្ចាស់លោកបានអញ្ជើញមកដើម្បីបានឱកាសប្រកាសធัวនៅវត្តណាច្រកស្វាយនេះយើងរៀនអំពីពាក្យនេលកាក៏ត្រូវរៀនដែរណាពាក្យនេលកាថ្មីសុំទោសពាក្យនេលកាថ្លៃដែលវាថ្លៃប្រហែលម៉ឺនប៉ុណ្ណឹងទៅរៀនដឹងវេលារៀនដឹងណារៀនណាពាក្យនេលកាថ្លៃណារៀនដឹងតម្លៃនៃពេលវេលានាឡិកាម្ដេចមិញអាចទិញចែកគ្នាតែពេលវេលាគ្រប់គ្រាសូន្យបាត់យើងនាឡិកាយើងអាចចែកគ្នាអីទិញទៅជូនម៉ែក៏ជូនកូនទិញជូនម៉ែក៏បានដែរអញ្ចឹងទៅប៉ុន្តែពេលវេលាអត់មានណាទិញដូរបានទេកាលោខសតិគូតានេះសាពានេវសហតនាហ្នឹងគឺថាស៊ីទាំងខ្លួនឯងស៊ីទាំងពេលវេលាហ្នឹងគឺថាសពសត្វទាំងអស់បាត់អស់ហើយព្រឹកមិញបាត់អស់ហើយអញ្ចឹងស្ដាយពេលវេលាយើងត្រូវធ្វើអំពើល្អពេលម៉ោង2ម៉ោងអីណាកុំចោលឲ្យសោះតែណារៀនពីស្លឹកឈើខាងក្រោមខាងលើ